សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសភៅមួយក្បាលដែលមានចំណងជើងថា The Alchemist សរសេរដោយលោក Paulo Coelho សភៅនេះដូចជាសភៅរឿងនិទានអញ្ចឹងនិយាយពីការតាមរកក្តីសម័យ The Alchemist បើបកប្រែឲ្យយល់ទៅគឺជាមនុស្សម្នាក់ដែលគាត់មានជំនាញគាត់មានថាមពលក្នុងការប្រែលោហៈឲ្យคล้ายទៅជាមាសបានគាត់មាន power គាត់មាន power មួយហ្នឹងគាត់មាន power គាត់មាន skill ហ្នឹងហើយសភៅមួយក្បាលហ្នឹងគាត់និយាយពីដំណើរផ្សងព្រេងរបស់ក្មេងប្រុសម្នាក់ដែលគាត់ឈ្មោះថា Santiago គាត់ជាក្មេងប្រុសខ្វាជាម្នាក់ Santiago គាត់ចូលចិត្តធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែងដែលគាត់យករោមជាមគាត់ហ្នឹងទៅលក់ឲ្យឈ្មួញហើយ Santiago គាត់តែងតែមើលពីអ្នកធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែងហើយគាត់តែងតែមានអារម្មណ៍ថាគាត់សប្បាយចិត្តក្នុងការធ្វើដំណើរហើយក្មេងប្រុស Santiago គាត់តែងតែគេងយល់សប្តិគាត់តែងតែយល់សប្តិឃើញកំណប់ដែលកប់នៅក្បែរពីរ៉ាមីតប្រទេសអេស៊ីបប៉ុន្តែគាត់អត់ដឹងថាអេស៊ីបនឹងធ្វើដំណើរតាមណាទៅទេហើយថ្ងៃមួយ Santiago គាត់បានទៅជួបជាមួយនឹងស្ត្រីចំណាស់ម្នាក់ Gypsy Woman គាត់ដូចជាគ្រូទស្សន៍ទាយអញ្ចឹងហើយគាត់បាននិយាយរៀបរាប់ពីការយល់សប្តិក្តីសុបិនរបស់គាត់នឹងទៅកាន់ស្ត្រីម្នាក់នោះស្ដាប់ស្ត្រីម្នាក់នោះគាត់ស្ដាប់ Santiago ដោយយកចិត្តទុកដាក់ហើយគាត់ញញឹមហើយគាត់ក៏បាននិយាយទៅកាន់ Santiago ថាចូលចេញទៅកំណប់ដែលអ្នកបាននិយាយនោះវាពិតជាមានមែនអញ្ចឹងចូលអ្នកទៅរកកំណប់នឹងទៅហើយបន្ទាប់មក Santiago គាត់ក៏អត់ទាន់បានចាក់ចេញទៅរកកំណប់ភ្លាមៗដែរគាត់នៅមានរាងការស្ទាក់ស្ទើរនៅក្នុងចិត្តរបស់គាត់ហើយថ្ងៃមួយគាត់កំពុងតែអង្គុយអានសភៅមានបរិះអាត់កំបាំងម្នាក់ដែលគាត់អត់ដែលស្គាល់មុខទេដើរសម្ដៅមកកាន់គាត់ពាក់អាវក្រោះដែកពណ៌មាសបរិះម្នាក់នោះគាត់ហៅខ្លួនឯងថា Melchizedek ជាស្ដេចនៃក្រុងសាឡឹមគាត់បានព្យាយាមនិយាយមកកាន់ Santiago ប៉ុន្តែ Santiago គាត់អត់ទាន់បានចាប់អារម្មណ៍បរិះម្នាក់នោះទេគាត់កំពុងតែផ្ដោតជាមួយនឹងការអានសភៅរបស់គាត់តែលើបរិះម្នាក់ហ្នឹងគាត់និយាយពីអេស៊ីបនិយាយពីកំណប់បាន Santiago គាត់ចាប់អារម្មណ៍ជាមួយនឹងអ្វីដែលបរិះនោះនិយាយហើយគាត់ក៏បាននិយាយជាមួយនឹងបរិះកំបាំងហ្នឹងគាត់ក៏បានរៀបរាប់ទៅកាន់បរិះម្នាក់ហ្នឹងអំពីកំណប់ដែលគាត់តែងតែយល់សប្តិឃើញហើយបរិះចំណាស់ម្នាក់ហ្នឹងក៏គាត់បាននិយាយមកកាន់ Santiago ថាពេលដែលអ្នកចង់សម្រេចបានអ្វីមួយចក្រវាលនឹងសំគំនិតដើម្បីជួយអ្នកឲ្យសម្រេចបានវាហើយគាត់បានឲ្យដុំថ្មពីរដុំទៅកាន់ Santiago ដុំថ្មពីរដុំហ្នឹងមួយឈ្មោះ Urim មួយឈ្មោះ Thummim បន្ទាប់ពី Santiago បានជួបជាមួយនឹងស្ដេចចំណាស់នឹងហើយគាត់ក៏មានភាពក្លាហានក្នុងខ្លួនគាត់ក៏សម្រេចចិត្តលក់ជាមរបស់គាត់ទាំងអស់ដើម្បីយកប្រាក់ធ្វើដំណើរទៅប្រទេសអេស៊ីបហើយគាត់ក៏បានចេញដំណើរផ្សងព្រេងទៅកាន់ប្រទេសអេស៊ីបគាត់បានទៅដល់ទីក្រុងមួយឈ្មោះ Tangier ដែលជាទីក្រុងសម្បូរទៅដោយចោរលួចចោរប្លន់នៅពេលដែលគាត់ទៅដល់ទីក្រុងនឹងភ្លាមគាត់ត្រូវបានចោរលួចលុយដែលគាត់បានលក់ជាមនឹងអស់ពីខ្លួនទៅលេងពេលហ្នឹង Santiago គាត់ស្លុតចិត្តគាត់អស់សង្ឃឹមហើយគាត់កំពុងតែអង្គុយអស់សង្ឃឹមនៅកណ្ដាលផ្សារនៅទីក្រុង Tangier ហ្នឹងគាត់ក៏បានយកដុំថ្ម Urim ហើយនិង Thummim ចេញមកហើយគាត់គិតថាឲ្យដុំថ្មពីរហ្នឹងជួយសម្រេចចិត្តដល់គាត់នៅពេលនោះគាត់ក៏ដាក់ដុំថ្មពីរហ្នឹងចូលក្នុងហោប៉ៅរបស់គាត់ហើយគាត់ទាញដុំថ្មមួយចេញមកវិញដើម្បីសួរថាតើគាត់គួរបន្តដំណើរទៅមុខអត់ពេលនោះគាត់ទាញបានដុំថ្មដែលមានចម្លើយថា yes អនន័យថាឲ្យគាត់បន្តដំណើរទៅមុខទៀតហើយរឿងបន្ទាប់ដែលគាត់ត្រូវសម្រេចចិត្តធ្វើនោះគាត់បានសម្រេចចិត្តថាគាត់នឹងរកប្រាក់គាត់បានទៅធ្វើការនៅហាងលក់ត្បូងគ្រីស្តាល់មួយកន្លែងកំឡុងពេលដែលគាត់ធ្វើការនៅហាងត្បូងគ្រីស្តាល់ហ្នឹងគាត់ខិតខំប្រឹងប្រែងធ្វើការគាត់ប្រឹងប្រែងរៀនសូត្រពីម្ចាស់ហាងពីអ្វីគ្រប់បែបយ៉ាងនៅជុំវិញខ្លួនគាត់នៅទីក្រុងហ្នឹងនឹងរៀនពីការអត់ធ្មត់គាត់អត់ធ្មត់ឡើងជាប់លាប់ហើយរយៈពេលតែប្រហែលខែគាត់ក៏មានលុយគ្រប់គ្រាន់ពេលនោះគាត់ក៏សម្រេចចិត្តចូលរួមជាមួយក្រុមអ្នកធ្វើដំណើរទៅកាន់ប្រទេសអេស៊ីបហើយគាត់បានទៅដល់វាលខ្សាច់សាហារ៉ាដែលលាតសន្ធឹងធំល្វឹងល្វើយនៅមុខគាត់នៅពេលនោះដែរគាត់បានជួបជាមួយនឹងបរិះជនជាតិអង់គ្លេសម្នាក់ដែលបរិះជនជាតិអង់គ្លេនោះគាត់ធ្វើដំណើរដើម្បីស្វែងរក The Alchemist ពេលធ្វើដំណើរនោះគាត់ព្យាយាមប្រឹងប្រែងរៀនសូត្រពី Alchemist តាមរយៈសភៅដែលគាត់យកទៅអាននឹងសម្រាប់ Santiago នៅពេលដែលគាត់ធ្វើដំណើរលើវាលខ្សាច់នោះគាត់បានស្គាល់ជាមួយនឹងអ្នករួមដំណើររបស់គាត់ផ្សេងៗទាំងមេដឹកនាំក្នុងការធ្វើដំណើរហើយគាត់ព្យាយាមរៀនសូត្រពីអ្វីៗដែលនៅតាមវាលខ្សាច់ហ្នឹងដោយការអត់ធ្មត់និងភាពស្ងៀមស្ងាត់របស់គាត់ហើយគាត់ក៏បានរៀនសូត្រយល់ដឹងថាការពិត Alchemist វាអត់ពាក់ព័ន្ធជាមួយនឹងមាសអីទេប៉ុន្តែ Alchemist វាពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្ដូរខ្លួនឯង transforming itself ពេលដែលគាត់ធ្វើដំណើរកាន់តែឆ្ងាយទៅនៅលើវាលខ្សាច់ហ្នឹងក៏មានសង្គ្រាមផ្ទុះឡើងរវាងក្រុមកុលសម្ព័ន្ធនៅលើវាលខ្សាច់ហ្នឹងធ្វើឲ្យអ្នកដំណើរទាំងអស់គ្នាហ្នឹងបង្ខំចិត្តឈប់ជ្រកកោននៅតំបន់មួយឈ្មោះថា Oasis
នៅពេលដែល Santiago គាត់ជ្រកកោននៅកន្លែងហ្នឹងគាត់ក៏បានជួបជាមួយនឹង Fatima ដែលជាស្ត្រីដ៏វៃឆ្លាតម្នាក់នៅតំបន់វាលខ្សាច់កន្លែងហ្នឹងហើយ Santiago គាត់បានលង់ស្នេហ៍ជាមួយនឹង Fatima គ្រាន់តែឃើញភ្លាមគឺស្រឡាញ់ផ្លែតគាត់បានគិតថា Fatima គឺជាកំណត់ដែលគាត់កំពុងតែស្វែងរកគាត់គិតថាគាត់គួរតែឈប់ត្រឹមតំបន់ Oasis ហ្នឹងដើម្បីរៀបការជាមួយ Fatima កសាងគ្រួសារជាមួយនឹងនាងប៉ុន្តែអ្វីដែល Fatima គាត់និយាយមកកាន់ Santiago គឺគាត់និយាយថាប្រសិនបើអ្នកពិតជាស្រឡាញ់ខ្ញុំមែនចូលចាក់ចេញទៅបំពេញក្តីបំណងប្រាថ្នារបស់អ្នកចុះប្រយោគដែលគាត់ផ្ដោតក៏បាននិយាយថាស្នេហាសេចក្តីស្រឡាញ់មិនមែនជាការរារាំងអ្នកទេប៉ុន្តែជាការផ្ដល់ឲ្យអ្នកមានសេរីភាពទោះបីជាយ៉ាងណា Santiago គាត់ចាក់ចេញទៅទាំងអាឡោះអាល័យប៉ុន្តែគាត់នៅតែមានឆន្ទៈមោះមុតដើម្បីបន្តដំណើរទៅមុខទៀតទីបំផុតគាត់ក៏បានជួបជាមួយនឹង Alchemist ប្រដែលមានប្រាជ្ញាម្នាក់ The Alchemist គាត់បានមើលឃើញអ្វីដ៏ពិសេសដែល Santiago គាត់មាននៅក្នុងខ្លួនរបស់គាត់ហើយគាត់បានទទួលមើលថែការពារ Santiago ក្នុងការធ្វើដំណើរទៅអេស៊ីប The Alchemist គាត់បាននិយាយទៅកាន់ Santiago ថាចូលស្ដាប់សំឡេងបេះដូងរបស់អ្នកនោះវានឹងបង្ហាញផ្លូវទៅកាន់អ្នកបន្ទាប់មក Santiago និង Alchemist ក៏បន្តដំណើរជិតទៅដល់ពីរ៉ាមីតប៉ុន្តែនៅពេលដែលគាត់ជិតទៅក្បែរពីរ៉ាមីតគាត់ក៏បានជួបជាមួយនឹងក្រុមចៅវាយឆ្មក់នៅលើវាលខ្សាច់នឹងមួយក្រុមនៅពេលនោះ Alchemist គាត់បាននិយាយទៅកាន់ក្រុមវាយឆ្មក់នឹងថាក្មេងប្រុសម្នាក់នេះមិនមែនជាមនុស្សធម្មតាទេក្មេងប្រុសម្នាក់នេះគាត់អាចធ្វើឲ្យខ្លួនឯងខ្លាចទៅជាខ្យល់បាននៅពេលដែលឮអញ្ចឹង Santiago គាត់ភ័យស្លន់ស្លោពួកឯងគាត់ដឹងច្បាស់ថាគាត់ក៏ដែលមានសមត្ថភាពធម្មពលធ្វើឲ្យខ្លួនឯងជាខ្យល់អញ្ចឹងបានទេហើយគាត់ចង់ខឹងជាមួយនឹង Alchemist ទៀតពេលហ្នឹងហើយ Alchemist ញញឹមដាក់គាត់ Santiago គាត់បានឈរនៅកណ្ដាលវាលខ្សាច់ដ៏ធំល្វឹងល្វើយហ្នឹងគាត់បានរក្សាភាពស្ងៀមស្ងាត់ហើយគាត់ក៏បានជួបនិយាយជាមួយនឹងខ្យល់មែនគាត់ជួបនិយាយជាមួយខ្យល់ជួបនិយាយជាមួយនឹងព្រះអាទិត្យនិងដួងព្រលឹងនៃពិភពលោក Soul of World ហើយក៏មានព្យុះខ្យល់ធំមួយកើតឡើងនៅពេលហ្នឹងធ្វើឲ្យរំជួយដីខ្សាច់រហូតដល់ព្យុះខ្យល់នឹងបានស្ងប់ទៅក្រុមចៅវាយឆ្មក់ហើយនឹង Alchemist ហ្នឹងគាត់បានឃើញ Santiago ឈរស្ងៀមដោយអត់មានរងរបួសអីទាំងអស់ក្រុមចៅគាត់ក៏បានដោះលែង Alchemist ហើយនឹង Santiago ចេញទៅតបមក Alchemist គាត់ក៏បានជឿជាក់ថា Santiago ប្រកាសជាអាចធ្វើដំណើរដោយខ្លួនឯងទៅកាន់ពីរ៉ាមីតបានហើយគាត់ក៏ចែកផ្លូវគ្នាទៅហើយ Santiago គាត់ក៏បានបន្តដំណើរម្នាក់ឯងទៅកាន់ពីរ៉ាមីតហ្នឹងហើយគាត់ក៏បានទៅដល់ពីរ៉ាមីតនៅពេលដែលគាត់ទៅដល់ពីរ៉ាមីតគាត់ក៏បានជីកដីនៅក្បែរពីរ៉ាមីតហ្នឹងដើម្បីរកកំណត់គាត់ជីកហើយជីកទៀតគាត់ជីកអស់ឡើងច្រើនម៉ោងប៉ុន្តែគាត់ជីកអត់ឃើញអីទាំងអស់ហើយគាត់ក៏បានខកចិត្តហើយគាត់ថាអ្វីដែលគាត់ព្យាយាមខិតខំប្រឹងប្រែងឆ្លងកាត់វាមកហ្នឹងដើម្បីភាពទទេស្អាតអញ្ចឹងមែនគាត់មិនទាន់ទាំងបានអង្គុយខកចិត្តសួរសំណួរជាមួយខ្លួនឯងអស់ចិត្តផងក៏មានក្រុមចៅមួយក្រុមទៀតមកទៀតណាលេចឡើងសម្ដៅមកកាន់គាត់ទៀតហើយក្រុមចៅហ្នឹងក៏បានប្លន់យករបស់របរដែលជាប់នឹងខ្លួនគាត់ហ្នឹងអស់ទៀតហើយមេក្រុមចៅក៏បានសួរ Santiago ថាមកពីណាមកធ្វើអីអញ្ចឹងណាហើយ Santiago ក៏ប្រាប់គេតាមត្រង់ថាមកពីអេស្ប៉ាញធ្វើដំណើរមកឆ្លងកាត់វាលខ្សាច់សាហារ៉ាមកដល់ពីរ៉ាមីតហ្នឹងគឺគាត់មករកកំណប់របស់គាត់ឲ្យក្រុមចៅទាំងអស់គ្នាឮហើយក៏ផ្ទុះសំណើចហើយមេក្រុមចៅគាត់ក៏បាននិយាយមកកាន់ Santiago ថាខ្ញុំក៏ធ្លាប់យល់សប្តិឃើញកំណប់កប់ក្រោមដើមឈើនៅប្រទេសអេស្ប៉ាញដែរតែខ្ញុំមិនល្ងងធ្វើដំណើរទៅរកវាទេហើយក្រុមចៅក៏ចាក់ចេញទៅនៅពេលនោះដែរ Santiago គាត់ក៏បើកភ្នែកធំគាត់នឹកឃើញថាកំណប់មិនបានមាននៅអេស៊ីបនេះទេប៉ុន្តែគឺវាកំពុងរងចាំគាត់នៅផ្ទះទៅវិញទេហើយគាត់ក៏សម្រាកគេងសិននៅក្រោមដើមឈើគាត់បានគេងនឹកឃើញពីរឿងរ៉ាវដែលគាត់បានឆ្លងកាត់នៅក្នុងដំណើរផ្សងព្រេងមួយនឹងជួបជាមួយនឹងស្ត្រីគ្រូទាយក៏បានជួបជាមួយនឹងស្ដេចមានវ័យចំណាស់ដោយថ្មដ៏មានតម្លៃដែលសម្រាប់គាត់ពីរដុំគាត់បានជួបជាមួយក្រុមចៅគាត់បានជួបជាមួយនឹង Alchemist ហើយគាត់បានជួបជាមួយនឹង Fatima ដូច្នេះហើយដំណើរផ្សងព្រេងរបស់គាត់មួយនឹងមិនមែនតែមាសប្រាក់ប៉ុណ្ណឹងទេគឺដើម្បីឲ្យគាត់បានរៀនសូត្រពីពិភពលោកមួយនេះបង្រៀនគាត់អំពីក្តីសម័យដែលតែងតែខ្សឹបប្រាប់គាត់នៅក្នុងបេះដូងរបស់គាត់ហើយបន្ទាប់ពី Santiago គាត់បានក្រោកពីដំណេកគាត់ក៏បាននឹកឃើញជីកដីនៅក្បែរដើមឈើមួយនឹងនៅពេលដែលគាត់ជីកអស់ជាច្រើនម៉ោងគាត់ក៏បានជីកឃើញហឹបកំណប់ដែលកប់ក្រោមដើមឈើនឹងបន្ទាប់មក Santiago គាត់ក៏បានធ្វើដំណើរត្រឡប់ទៅជួបជាមួយ Fatima ហើយគាត់ក៏ខ្លាចទៅជាអ្នកមានតាំងពីពេលនោះមកម្នាក់តែងតែមានក្តីសុបិនក្តីសម័យរៀងខ្លួនលោកទាំងអស់គ្នាពិតជាមានសមត្ថភាពក្នុងការអាចសម្រេចបំណងប្រាថ្នារបស់ខ្លួនឯងនិងសម្រេចក្តីសុបិនដែលខ្លួនឯងចង់បាន